ខត់ខ្លួនបានហើយជនដែលយកកណ្ដៀវគប់មុតជាប់ក្នុងស្ត្រីជិះម៉ូតូខត់ខ្លួនជនសង្ស័យម្នាក់ដែលបានយកកណ្ដៀវគប់មុតជាប់ខ្នងស្ត្រីជនរងគ្រោះដែលកំពុងជិះម៉ូតូដោយកើតហេតុកាលពីវេលាម៉ោង 22 និង 20 នាទីនៅចំណុចផ្លូវលំជិតវត្តខន្តីស្ថិតនៅភូមិវាលត្រែងឃុំតាលុនស្រុកស្អាងខេត្តកណ្ដាលនឹងត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតខាត់ខ្លួនបានជនសង្ស័យម្នាក់នៅថ្ងៃទី 20 ខែកក្កដាឆ្នាំ 2026 លោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថាក្រោយទទួលបានគណនី Facebook ឈ្មោះកក់សុភាដែលបានបង្ហោះវីដេអូអមដោយខ្លឹមសារថាមិនដឹងជាគាត់មានរឿងអ្វីទេបានជាកំបិតផ្គាក់ជាប់ខ្លួនអញ្ចឹងសាហាវណាស់គួរឲ្យខ្លាចប្រភពពីបងប្អូនប្រជាពលរដ្ឋគាត់ថតទុកជាភស្តុតាងមុនពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រោយទទួលបានព័ត៌មានភ្លាមលោកស្នងការបានបញ្ជាកម្លាំងជំនាញសហការជាមួយកម្លាំងស្រុកស្អាងនិងកម្លាំងប៉ុស្តិ៍តាលុនបើកប្រតិបត្តិការស្រាវជ្រាវរហូតទទួលបានសមិទ្ធផលគឺជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនជនរងគ្រោះមានចំនួន2នាក់មួយឈ្មោះរស់រិទ្ធីភេទប្រុសអាយុ20ឆ្នាំជនជាតិខ្មែរមានទីលំនៅក្នុងភូមិឃុំកាត់ហេតុជាអ្នកដប់2ឈ្មោះវ៉ាន់ច័ន្ទសល់ភេទស្រីអាយុ21ឆ្នាំមុខរបរកសិករមានទីលំនៅភូមិលេខ4ឃុំប្រាសាទស្រុកស្អាងខេត្តកណ្ដាលជាខាងក្រោយរបួសធ្ងន់ដោយជាប់កណ្ដៀវនៅលើខ្នងចំណែកជនសង្ស័យមានគ្នាចំនួន2នាក់មួយឈ្មោះថុលកនភេទប្រុសអាយុ29ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដវិជ្ជមាននៅសារធាតុញៀនមានទីតាំងនៅក្នុងភូមិទួលក្តីឃុំត្រៃស្លាស្រុកស្អាងខេត្តកណ្ដាលជាជនដៃដល់យកកណ្ដៀវគប់លើស្ត្រីជនរងគ្រោះត្រូវបានឃាត់ខ្លួនពីឈ្មោះវ៉ានីភេទប្រុសអាយុ26ឆ្នាំរត់គេចខ្លួនលោកស្នងការបានបញ្ជាក់បន្ថែមថានៅមុនពេលកើតហេតុបន្តិចជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះនៅឃុំប្រាសាទដោយឈ្មោះរស់រិទ្ធីជាអ្នកឌុបដើម្បីទៅហូបបង្អែមនៅឃុំត្រៃស្លាពេលហូបរួចក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញពេលមកដល់ចំណុចកាត់ហេតុបានជួបជាមួយជនសង្ស័យដែលកំពុងជិះតាមរកក្មេងៗដែលជេរពួកគាត់រួចបានឃើញម៉ូតូជនរងគ្រោះជិះបញ្ច្រាស់គ្នាជនសង្ស័យបានឈប់ម៉ូតូដោយស្មានច្រឡំថាជាក្មេងទាំងនោះក៏បានយកកណ្ដៀវគប់បណ្ដាលឲ្យស្ត្រីរងគ្រោះចំក្រោយខ្នងជាប់ផ្លែកណ្ដៀវនៅនឹងខ្នងតែម្ដងពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរនាក់បានជិះគេចខ្លួនបាត់បន្ទាប់មកជនរងគ្រោះបានជិះឌុបគ្នាទៅប្រាប់បងប្អូននិងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលុនរួចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលលុះដល់ថ្ងៃទី20 ខែកក្កដាឆ្នាំ 2026 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះថុលកនចំណែកឯជនសង្ស័យឈ្មោះវ៉ានីស៊ឺបានគេចខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកកណ្ដៀវគប់ជនរងគ្រោះត្រូវចំខ្នងពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកជនសង្ស័យរត់គេចខ្លួនជំនាញកំពុងស្វែងរកបន្តពីនាងខ្ញុំចន្ទ្រា TV5 Online News